ពុទ្ធគុណ10យ៉ាងទី1អរហង្គព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ព្រះនាមថាអរហង្គព្រោះព្រះអង្គឆ្ងាយចាកសក្តិត្រូវពោលគឺកិលេសព្រមទាំងវាសនាគឺកាយប្រយោគនិងវចីវិយោគទី2សម្មាសម្ពុទ្ធោទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនូវញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយទី3វិជ្ជាចរណៈសម្បណ្ណោទ្រង់ព្រះនាមថាវិជ្ជាចរណៈសម្បណ្ណោព្រោះព្រះអង្គបរិបូរណ៍ដោយវិជ្ជា3និងវិជ្ជា8និងចរណៈ15ទី4សុគតោទ្រង់ព្រះនាមថាសុគតោព្រោះព្រះអង្គមានដំណើរល្អយាងទៅកាន់សន្តរឋានគឺអមតៈមហានិព្វានទី5លោកវិទូទ្រង់ព្រះនាមថាលោកវិទូព្រោះព្រះអង្គជ្រាបច្បាស់នៅត្រៃលោកទី6អនុត្តរោទ្រង់ព្រះនាមថាអនុត្តរោព្រោះព្រះអង្គប្រសើរជាងសាលាតិគុណរកបុគ្គលណាមួយស្មើគ្មាន7បរិសតមសារថិទ្រង់ព្រះនាមថាបរិសតមសារថិព្រោះព្រះអង្គជាអ្នកទូមាននៅបរោះដែលមានឧបនិស្ស័យគួរនឹងទូមានបានទី8សទ្ធាទេវមនុស្សសានំទ្រង់ព្រះនាមថាសទ្ធាទេវមនុស្សសានំព្រោះព្រះអង្គជាសាស្ត្រាចារ្យនៃទេវតានិងមនុស្សទាំងឡាយទី9ពុទ្ធោទ្រង់ព្រះនាមថាពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅចតុរារិយសច្ចៈហើយញ៉ាំងអ្នកដតីឲ្យត្រាស់ដឹងផងទី10ភគវេទ្រង់ព្រះនាមថាភគវេព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃភពចាក់ចោលហើយគឺថាព្រះអង្គមិនត្រឡប់កើតទៀតឡើយធម្មគុណ6យ៉ាងទី1ស្វាខាតោភគវតាធម្មោព្រះបរិយត្តធម៌គឺព្រះត្រៃបិដកយធម៌គឺព្រះដ៏មានព្រះភ័ក្ត្រទ្រង់ត្រាស់ដឹងសម្ដែងហើយដោយល្អធម្មោព្រះនបលោកកតរធម៌មាន9ប្រការគឺមគ្គ4ផល4និងព្រះនិព្វាន1ព្រះធម៌ដែលព្រះដ៏មានព្រះភ័ក្ត្រត្រាស់ដឹងដោយប្រពៃហើយគឺត្រាស់ຕົកជាការពិតស្មោះថែមទាំងជាការរំអបត់ដើមបត់កណ្ដាលនិងបត់ចុងព្រមទាំងអត្តនិងព្យញ្ជនៈប្រកាសគោលការណ៍ក្រងជីវិតដ៏ប្រសើរបរិសុទ្ធបរិបូរណ៍ទាំងស្រុងទី2សន្តិនិកោជាធម៌គឺព្រះអរិយបុគ្គលទាំងពួងដឹងពិតឃើញពិតដោយបច្ចវេខណញ្ញាណគឺថានឹងបានដឹងច្បាស់ដោយស្ដាប់ដោយជឿបុគ្គលដទៃនោះក៏ទេគឺឃើញច្បាស់ដោយខ្លួនឯងអ្នកប្រតិបត្តិធម៌នឹងត្រូវឃើញច្បាស់ដោយខ្លួនឯងគឺអ្នកណាប្រតិបត្តិអ្នកនោះនឹងសម្រេចអ្នកនោះរមែងមើលឃើញច្បាស់ដោយខ្លួនឯងមិនចាំបាច់ជឿតាមពាក្យរបស់អ្នកដទៃអ្នកណាមិនប្រព្រឹត្តក៏មិនសម្រេចអ្នកដទៃប្រាប់ក៏មិនបានទី3អកាલિកោជាធម៌ដែលឲ្យផលមិនរងចាំកាលគឺថាការបើព្រះអរិយមគ្គកើតឡើងហើយព្រះអរិយផលក៏កើតក្នុងលំអាប់គ្នាមិនបានយឺនយូរឡើយមិនប្រកបដោយកាលគឺមិនស្ថិតនៅលើពេលវេលាព្រមពេលណាសម្រេចបានពេលនោះម្យ៉ាងទៀតថាសេចក្តីពិតយ៉ាងណាក៏ជាយ៉ាងនោះក៏មិនកំណត់កាលទី4អេហេបសិកោជាធម៌គួរដល់អេហេបសវិធីគឺថាបើព្រះអរិយបុគ្គលដែលបានសម្រេចមគ្គផលហើយក៏គួរនឹងហៅបុគ្គលដទៃឲ្យចូលមកមើលបានគួរហៅមកឲ្យមើលគឺអញ្ជើញមកឲ្យមើលនឹងពិសោធន៍ឬនឹងធ្វើការត្រួតពិនិត្យព្រោះជារបស់ពិតនិងល្អពិតអបនយិកោជាធម៌គឺព្រះអរិយបុគ្គលក៏បីបង្អោនចូលមកទុកក្នុងខ្លួនដោយអំណាចនៃភាវនាគួរបង្អោនចូលមកគឺការចូលមកទុកចិត្តឬបង្អោនចិត្តចូលឲ្យដល់ការបប្រតិបត្តិឲ្យកើតមានក្នុងចិត្តឬឲ្យសម្រេចដល់ប្រការយ៉ាងនោះមានន័យថាអញ្ជើញឲ្យសាកល្បងប្រតិបត្តិម្យ៉ាងទៀតថាជាប្រការដែលនាំឲ្យប្រតិបត្តិឲ្យចូលដល់គោលដៅគឺព្រះនិព្វានទី6បច្ចតាំងវេទិតាពោវេញូហេជាធម៌គឺអ្នកប្រាជ្ញទាំងឡាយមានអត់កាត់បញ្ញូបុគ្គលជាដើមក៏បីដឹងក៏បីឃើញច្បាស់ក្នុងចិត្តនៃខ្លួនវិញ្ញូជនត្រូវដឹងចំពោះខ្លួនគឺជាវិស័យនៃវិញ្ញូជននឹងត្រូវដឹងបានថា
ជារបស់ចំពោះខ្លួនត្រូវធ្វើទៅសោកស្ដាយបានចំពោះតែខ្លួនឯងធ្វើចំនួនអ្នកដតីមិនបានយកពីគ្នាមិនបាននឹងដឹងច្បាស់ក្នុងចិត្តរបស់ខ្លួននេះឯងសង្ឃេកាំងខតិសង្ស័យក្នុងព្រះសង្ឃគឺក្នុងសង្ឃគុណទាំង9មានពាក្យថាសុបតិបណ្ណោជាដើមថាមានពិតដែរឬណោព្រះសង្ឃគុណ9យ៉ាងទី1សុបតិបណ្ណោភគវតោសាវកសង្ឃោព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភ័ក្ត្រលោកប្រតិបត្តិហើយដោយប្រពៃគឺការប្រតិបត្តិតាមគន្លងព្រះនវលោកកតតធម៌ព្រះសង្ឃលោកប្រតិបត្តិល្អហើយទី2ឧជបតិបណ្ណោភគវតោសាវកសង្ឃោព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភ័ក្ត្រលោកប្រតិបត្តិដោយត្រង់គឺប្រតិបត្តិបច្ចមេបដិបត្តិព្រះសង្ឃប្រតិបត្តិត្រង់ហើយទី3ញេយបដិបណ្ណោភគវតោសាវកសង្ឃោព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភ័ក្ត្រលោកប្រតិបត្តិដើម្បីត្រាស់ដឹងនៅព្រះនិព្វានជាឋានខ្សែមផុតចាកទុក្ខទាំងពួងព្រះសង្ឃប្រតិបត្តិដើម្បីព្រះនិព្វានទី4សាម័យជាបដិបណ្ណោភគវតោសាវកសង្ឃោព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភ័ក្ត្រលោកប្រតិបត្តិដល់សមគួរដល់សាម័យជាកម្មគឺប្រតិបត្តិគួរដល់សិលសមាធិបញ្ញាព្រះសង្ឃប្រតិបត្តិហើយដល់សមគួរទី5អហុនយោព្រះសង្ឃទាំងនោះជាសង្ឃសាវកនៃព្រះដ៏មានព្រះភ័ក្ត្រអហិនយោលោកគួរទទួលនៅចតុបច្ច័យដែលបុគ្គលឧទ្ទិសចំពោះអ្នកមានសិលល្អហើយនាំមកនៅអំពីចម្ងាយបង្អោនចូលមកបូជាព្រះសង្ឃជាអ្នកគួរដល់សក្ការៈបូជាទី6បហោណយោលោកគួរទទួលនៅអកន្តរទានគឺទានដែលបុគ្គលតាក់តែងដើម្បីញាតិនិងមិត្តដែលមកអំពីទិសផ្សេងហើយបង្អោនចូលមកបូជាព្រះសង្ឃគួរដល់ទេយវត្ថុដែលគេឧទ្ទិសដើម្បីភ្ញៀវទី7តក្ខិណយោលោកគួរទទួលនៅទានដែលបុគ្គលជឿនៅកម្មនិងផលនៃកម្មហើយបូជាលោកជាអ្នកគួរដល់ការធ្វើបុណ្យ8អញ្ចលិករណយោលោកគួរដល់អញ្ចលិកម្មដែលសត្វលោកក៏បីធ្វើលោកជាអ្នកគួរដល់អញ្ចលិកម្ម9អនុត្តរੰបញ្ញខេតាំងលោកាសៈតិលោកជាអ្នកបញ្ញខេតគឺជាទីដោះឡើងនៃពូជគឺបុណ្យនឹងសត្វលោករកខេតដតីក្រៃលែងជាងគ្មានលោកជាបញ្ញខេតរបស់សត្វលោកមិនមែនបញ្ញខេតដតីក្រៃលែងជាង